រឿងអណ្ដើកមាសនៃទន្លេសាបនៅព្រឹកមួយដ៏ស្ងប់ស្ងាត់នៅលើទន្លេសាបធំធេងមានក្មេងប្រុសម្នាក់ឈ្មោះតារាគាត់រស់នៅក្នុងភូមិលើទឹកតូចមួយគាត់ចូលចិត្តមើលថ្ងៃរះលើផ្ទៃទឹកភ្លឺចែងចាំងមួយថ្ងៃតារាឃើញពន្លឺចម្លែកភ្លឺចេញពីក្រោមទឹកគាត់កោងមើលយ៉ាងភ្ញាក់ផ្អើលពន្លឺនោះកាន់តែច្បាស់ឡើងភ្លាមអណ្ដើកមាសមួយលេចឡើងពីទឹកសម្បកវាភ្លឺដូចមាសតារាមិនខ្លាចទេគាត់មានអារម្មណ៍ថាវាជាមិត្តល្អអណ្ដើកនិយាយថាក្មេងប្រុសតូចអ្នកមានចិត្តល្អណាស់តារាភ្ញាក់ផ្អើលប៉ុន្តែស្ដាប់យ៉ាងគោរពអណ្ដើកប្រាប់ថាទ្រព្យពិតមិនមែនជាមាសទេតែមានអ្នកម្នាក់ឃើញគ្រប់យ៉ាងលោកសុវណ្ណលាក់ខ្លួនក្រោយទូកគាត់គិតតែអំពីមាសនិងទ្រព្យសម្បត្តិថ្ងៃបន្ទាប់លោកសុវណ្ណយកអន្ទាក់មកគាត់បោះអន្ទាក់ចាប់អណ្ដើកមាសគាត់សង្ឃឹមនឹងក្លាយជាអ្នកមានតារារត់មកទប់សូមកុំធ្វើបែបនេះគាត់និយាយដោយក្លាហានគាត់ដឹងថាការពារធម្មជាតិគឺសំខាន់ជាងមាសអណ្ដើកមាសញញឹមវាបញ្ចេញពន្លឺភ្លឺចែងចាំងទឹកคล้ายជាសម្បូរបែបជាងមុនលោកសុវណ្ណមានអារម្មណ៍អៀនខ្មាស់គាត់យល់ថាការលោភលន់មិននាំសុភមង្គលទេគាត់សុំទោសតារាចាប់តាំងពីថ្ងៃនោះមកភូមិលើទឹករស់នៅដោយសុខសាន្តតារាមើលថ្ងៃលិចដោយស្នាមញញឹមគាត់បានរៀនថាចិត្តល្អគឺជាទ្រព្យដ៏មានតម្លៃបំផុត